យើងបកឲ្យបានយើងយកទៅបង់ជាមួយនឹងជើងជូកខហ្នឹងបាទសាច់ជូកខហ្នឹងបងប្អូនបាទអញ្ចឹងខ្ញុំបកមកផ្លែតសិនបាទបកឲ្យហើយសិនបាទហើយចាំបងប្អូនបាទយើងទស្សនានៅពេលដែលខ្ញុំដាក់ជាមួយនឹងជើងជូកដឹកកំពុងតែខនៅឆ្នាំរបស់នេះបងប្អូនតោះបាទនេះពងទាបងប្អូនពងទាបាទយើងស្ងោរឆ្អិនហើយយើងស្ងោរទៅខអញ្ចឹងតិចទៀតបាទយើងយកពងទាទៅខជាមួយនឹងជើងជ្រូកបាទសាច់ជ្រូកឆ្អិនជំនីជ្រូកបាទអញ្ចឹងតោះបងប្អូនបាទតាមដានបងប្អូនគ្នាបាទស្អែកនេះយើងមានបាទខជើងជ្រូកជាមួយនឹងពងទាបាទពងទាយើងបកហើយបាទពងទានេះគឺសម្រាប់ខជាមួយនឹងបាទសាច់ជ្រូកជើងជ្រូកវិញណាបងប្អូនបាទអញ្ចឹងសម្រាប់ជើងជ្រូកយើងបកហើយយើងដាក់វាខយើងបកពងទាចូលបាទខពងទាឆ្អិនហើយបងប្អូនបាទតាំងសម្រាប់បងប្អូនដែលបាទចូលចិត្តខបាទខពងទាជាមួយនឹងជើងជ្រូកបាទយើងខបងប្អូនគ្នាបងប្អូនបាទហូបថ្ងៃជាថ្ងៃបាទជាពិសេសខនេះបាទជាពិសេសទៀតបាទយើងដល់ដល់ចូលឆ្នាំទៀតហើយបាទចឹងយើងហូបខគ្នាបាទអានបងប្អូនជ្រក់បងប្អូនបាទយើងធ្វើជ្រក់ហូបបាទឥឡូវយើងពុំឲ្យដាំទឹកអំបិលបាទយើងដាំទឹកអំបិលចាក់វាដូចជូរដល់សក់ជូរអីចឹងបាទឆ្ងាញ់ណាស់បងប្អូនបាទទឹកពុំឲ្យបងប្អូនបាទទឹកនេះយើងសម្រាប់ធ្វើជ្រក់ឆៃថាបងប្អូនបាទដល់ពុំហើយតិចទៀតយើងយកទៅចាក់ជាមួយនឹងឆៃថាបាទនេះឆៃថាយើងចង់ចាក់ទឹកអំបិលដែលយើងដាំពុំហ្នឹងបាទយើងចាត់ឲ្យមកស្អាតយើងចាត់មកស្អាតបាទដើម្បីជួយឆៃថាបាទពេលប្រឡប់ហើយមកដើម្បីកន្លះចាំប្រឡប់ហើយបាទអស់ហើយបាទហើយយើងចាប់ផ្ដើមមកចាក់ទឹកបាទតែបើសិនមកដាំមិនបាទយើងចាក់ពីបាទតាំងដើមព្រាមចាក់ព្រាមមកបងប្អូនអត់ទឹកឲ្យបងប្អូននេះបាទដើម្បីឲ្យឆៃថាស្រួយបាទយើងហូបទៅស្រួយឆ្ងោកមួយបងប្អូនបាទបន្ទាប់មកយើងដាក់វាឲ្យបាទសប់ទៅឲ្យលិចជាមួយនឹងឆៃថាវហ្នឹងទៅអញ្ចឹងព្រលឹមឡើងយើងហូបបានហើយយើងអត់ដាក់ប្រៃពេកទេកាលណាដាក់ប្រៃពេកវាខជូរបងប្អូនអញ្ចឹងយើងដាក់មកល្មមទៅព្រលឹមឡើងជប់ទេដល់ព្រលឹមឡើងយើងហូបបានច្រើនបងប្អូនអរគុណ
។